ជាដំបូងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូខាងស្រីពុតហើយលោកគ្រូជាអ្នកបង្រៀនទៅលើថ្នាក់ទាំងអស់នៅវេនល្ងាចហើយខ្ញុំឈ្មោះមុំរដ្ឋាដែលជាអ្នក demo ទៅលើ project final project យើងដែលធ្វើអំពីtopic auto deployment អឺដែល team របស់ខ្ញុំមានចំនួន5នាក់មានរស្មីគាត់គឺជា team lead មានខ្ញុំជា team member តាមស្ពីរតជា team member ទុយសុកលេងជា team member ហើយនិង Jen Paris ក៏ជា team member ដូចគ្នាហើយ requirement ដែលលោកគ្រូបានផ្ដល់ឲ្យគឺយើងមាន development path ដែលយើងត្រូវមាន VS Code ជាមួយនឹង GitHub ដែល VS Code ធ្វើការ push code ចូល GitHub ហើយចំពោះខាង Docker គាត់គឺជាខាង operation ដែលចាំទទួល commit ពី GitHub ដើម្បីធ្វើ action លើ deployment auto ហើយយើងមាន client ដែលជាកន្លែង view លើ website real time update កុំឲ្យខាត់ពេលវេលាយូរយើងចូលទៅដល់ការ demo ដែលខ្ញុំនឹងធ្វើការ demo ទៅលើ development path មុនអូខេអញ្ចឹងសម្រាប់ laptop នេះគឺយើងប្រើសម្រាប់ development ហើយសម្រាប់ laptop មួយនេះគឺយើងប្រើជា operation ដែលយើងមានជាមួយ Docker ហើយនេះគឺសម្រាប់ commit code ចូលមកដើម្បីមើលលើ operation នេះការ demo project លើ laptop ដែលយើងប្រើជា development ដែលយើងមាន code គឺខ្ញុំសរសេរ code HTML ធម្មតាមាន style CSS មានអីចឹងហើយយើងមានជាមួយនឹង Docker តែ Docker នេះគឺយើងអត់ run ទេគឺយើងទៅ run Docker នៅលើ operation វិញតែខ្ញុំសូមបញ្យល់នៅលើ laptop នេះតែម្ដងទៅដែលយើងមានជា CV ហើយ app ហើយ container name នេះគឺខ្ញុំដាក់ឈ្មោះ Orasoft អញ្ចឹងវានឹងនៅពេលដែលយើង up Docker វានឹងឃើញOrasoft ហ្នឹងហើយនៅលើ Docker ហើយខ្ញុំប្រើ internal port របស់វា80ហើយខ្ញុំជ្រើសរើសយក port 1 4 ដងហើយយើងមាន volume ដែលយើង share ចេញពី ngx ហើយនិង ngx config default របស់វាហើយខ្ញុំដាក់ always restart បានន័យថាយកពេលយើង update code វានឹង always restart ឲ្យយើងជាមួយ Docker file Docker file គឺយើងធ្វើការដើម្បី build image ដែលយើងមានជាពី ngx ហើយ copy លើ ngx default ហ្នឹងដើម្បី export យើងប្រើវាដើម្បី export ដែលយើងមាន port 80ហ្នឹងហើយយើងធ្វើលើ cmd ngx ហើយដើម្បីឲ្យ project នឹងជាលក្ខណៈ auto deploy បានន័យថាលើពេល production ទៅវានឹង auto deploy នៅលើ production ដែលយើងអាចមើលលើ laptop operation របស់យើងហ្នឹងគឺ auto គឺយើងត្រូវប្រើជាមួយនឹងCI/CD ដែល CI/CD ខ្ញុំដាក់ឈ្មោះថា deploy.yaml ហើយ name របស់វាគឺខ្ញុំប្រើAura Tech CI/CD pipeline ហើយខ្ញុំ push ទៅលើប្រាញ់ប្រាញ់ main master រដ្ឋាប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដាក់តែប្រាញ់ main ក៏បានដែរតែខ្ញុំសូមដាក់3ប្រាញ់នេះមានន័យថាប្រាញ់3ហ្នឹងមួយណាក៏គាត់អាច push ទៅវានឹង redeploy ដែរអញ្ចឹង env របស់យើងគឺ register ទៅលើជា HCOIO មាន image name GitHub repository ហ្នឹងហើយយើង verify មានrun on Ubuntu let test ហើយនឹង check code អីចឹងទៅហើយនឹង HTML list បន្ទាប់មួយ build ហើយនឹង push យើងប្រើជា build push docker image ដែលប្រើ permission read និង write ហើយចំពោះការ deploy គឺយើង deploy ទៅលើ production ជាមួយនឹងrun លើ self host ដែលយើងប្រើជា GitHub action runner ដើម្បីវាស្គាល់ជាមួយនឹងរវាង laptop មួយទៅនឹង laptop មួយទៀតយើងមានតែប៉ុណ្្នឹងទេហើយយើងប្រើនេះដើម្បីឲ្យវាស្គាល់លើ localhost 1111ហ្នឹងចឹងជាដំបូងចឹងយើងនេះគឺជា laptop សម្រាប់មើលជា operation ដែលយើងមើលទៅលើ real time update ពីខាង developer គាត់ push code មកអញ្ចឹងដើម្បីមើលទៅលើ real time update នឹងបានគឺយើងត្រូវមាន Docker ហើយនឹងជា
GitHub Action Runner ដើម្បីឲ្យម៉ាស៊ីនពីរហ្នឹងវាស្គាល់គ្នាបានអញ្ចឹងយើងដំបូងឡើយខ្ញុំអាចទៅរកថ្មីដែលជា GitHub Action Runner អញ្ចឹងយើងចូលមកសាថ្មីមកthì យើងអាចចូល setting ហើយចូលរកមើលកន្លែងaction runner ខ្ញុំធ្លាប់មានម្ដងហើយយើងបង្កើត new save មកចឹងចំពោះខ្ញុំប្រើ make ហើយជាមួយនឹង RAM 64បន្ទាប់មកនេះខ្ញុំដោយសារខ្ញុំមាន GitHub Action Runner ខ្ញុំ copy តែកន្លែង token នេះមកខ្ញុំ cd ចូល Action Runner ហើយខ្ញុំអាច pass config នេះមក wait already ចឹងខ្ញុំសុំ remove ចោលសិននេះយើង copy token ហើយយើង pass ឃើញថាទៅហើយយើងពេលយើង remove អីអស់ហើយយើងអាច config សាថ្មីអូខេវាកំពុងតែដើរឃើញតែដើរ success ហើយយើង enter មកហើយយើង enter ទៀតមកយើង enter success ហើយយើង enter ទៀតមកអូខេឃើញថា work ហើយយើងអាចប្រើជាមួយនេះ./run sh ដើម្បីឲ្យ run runner run.sh អូខេឃើញថាកំពុងតែ connect ចូល GitHub ឃើញថាបានហើយយើងអាចapp docker បានខ្ញុំប្រើមួយទៀតគឺសម្រាប់ app docker យើងប្រើ command docker compose app.d.build ដោយសារយើងមាន file build យើង build មកcontainer នេះធ្លាប់មានអីចឹងបានន័យថាវាអត់អីទេគ្រាន់តែវាធ្លាប់មានជាន់គ្នាអញ្ចឹងណាចឹងយើងអាច remove នេះចោលសិនដើម្បីធ្វើកាត់ទេហើយខ្ញុំធ្វើការ up ម្ដងទៀតអូខេឃើញថាបាន build ហើយបាន start ទៀតអញ្ចឹងមានន័យថាយើង start success ហើយយើងអាចមើលទៅលើ port default របស់នេះក៏បានលើរបស់ Docker ក៏បានខ្ញុំសុំ copy ទៅដាក់លើនេះហ្មងទៅវាបានចាប់អូខេអញ្ចឹងឃើញបែបនេះគឺអត់ទាន់ let test ទេប៉ុន្តែខ្ញុំនឹងឲ្យ developer គាត់ push code មកដើម្បីយើង check មើល let test ប៉ុន្តែអានេះជា local host តែខ្ញុំសុំធ្វើជាមួយនឹង ngrok អញ្ចឹងយើងclear សិនមក ngrok ក៏ខ្ញុំមានដែរប៉ុន្តែយើងប្រើ port មួយអញ្ចឹងយើងធ្វើការបើសិនជាយើងអត់ទាន់មាន ngrok ទេយើងអាចចូលទៅលើngrok ហើយយើង sign up ដើម្បីយក token របស់ ngrok អញ្ចឹងនេះ ngrok
ហើយយើងធ្វើការ login ហើយចូល course នេះ sign up ចឹងដោយសារខ្ញុំធ្លាប់មានហើយនេះគឺ token របស់ខ្ញុំបាននេះយើងមើលរបៀប install ហើយយើងដាក់ token របស់យើងចូលពីកន្លែងនេះមកអានេះថាយើងនេះ ngrok config ហើយ authentication ហើយយើង pass token របស់យើងមកគឺ ngrok បានហើយអញ្ចឹង ngrok របស់យើងគឺ success យើងអាចបើកជា ngrok បានខ្ញុំ access តាម ngrok http 111ដោយសារport របស់ខ្ញុំគឺ1ម្ដងអញ្ចឹងខ្ញុំធ្វើការ run មកអញ្ចឹងយើងអាចមើលលើនេះវិញហើយយើង visit មកអូខេឃើញថាបានតែរៀង slow បន្តិចខ្ញុំសុំដាក់លើ browser វិញស្រួលមើលជាងបានហើយខ្ញុំនឹងតេស្តលើ development mode វិញខ្ញុំធ្វើការ change text តិចតួចit will successful ខ្ញុំសុំ change ឡើងនេះហើយខ្ញុំធ្វើការ commit code git add git commit update deployment testing អូខេអញ្ចឹងខ្ញុំធ្វើការ git push origin main អូខេឃើញថា success ហើយយើងអាចចូលទៅមើលលើ GitHub ហើយយើងចូល action ហើយយើងមើលទៅលើការ build យើងឃើញថា build success ហើយចាប់ដើម build push image ម្ដងប្រហែល internet slow យ៉ាងយូរបន្តិចអូខេ success មួយហើយគ្រាន់តែវារៀង slow យើងសុំ refresh តិចណាអូខេអញ្ចឹងនៅតែ build លើ production សម្រាប់ separate to machine ទេដែរបើសិនជា success ឡើងហ្នឹងមានន័យថាលើ operation ក៏គាត់បាន success នៅ test code ដែរអូខេឃើញថា success ហើយយើង back move to មកខាងនេះវិញលើ machine ដែលជា operation អញ្ចឹងយើងឃើញថាពាក្យដែលខ្ញុំបានកែមិញគឺនៅលើខាង operation គឺគាត់ឃើញដូចគ្នាអញ្ចឹងខ្ញុំមានជាមួយនឹងឈប់ជាមួយនឹងសរុបមកខាង operation ខ្ញុំបាន up ជាមួយនឹង Docker ដែលមានឈ្មោះថា Aura Software ហើយជាមួយនឹង GitHub Action Runner ដើម្បីឲ្យម៉ាស៊ីនទាំងពីរហ្នឹងគឺស្គាល់គ្នាអញ្ចឹងយើងឃើញថា success ទាំងអស់ហើយបានន័យថាការដែលយើងប្រើ CI/CD pipeline deployment auto ហ្នឹងគឺ
បានសិក្សាហើយ